បងអ្នកជំងឺទឹកនោមផ្អែមត្រូវវះកាត់បន្ទាន់តើធ្វើបែបណាដើម្បីបញ្ចុះជាតិស្ករទាន់ពេលអូខេសំណួរនេះល្អមែនទែនដោយសារមានអ្នកជំងឺទឹកនោមផ្អែមជាច្រើនដែលគាត់អត់ហ៊ានវះកាត់ដោយសារគាត់ថាខ្ញុំមានជំងឺទឹកនោមផ្អែមអញ្ចឹងខ្ញុំវះកាត់អត់បានទេអ្នកដែលមានជំងឺទឹកនោមផ្អែមក៏អាចវះកាត់បានដែរប៉ុន្តែអ្វីដែលសំខាន់គឺគ្រូពេទ្យដែលគាត់វះកាត់ឬក៏គ្រូពេទ្យដែលព្យាបាលហ្នឹងគឺត្រូវគ្រប់គ្រងជាតិស្ករឲ្យនៅក្នុងកម្រិតធម្មតាអញ្ចឹងកាលណាជាតិស្ករចុះបានល្អនៅក្នុងកម្រិតធម្មតាដែលគ្រូពេទ្យចង់បានគឺគេអាចវះកាត់បានដោយអត់មានការព្រួយបារម្ភទេហើយនៅពេលដែលវះកាត់ហើយហ្នឹងក៏ត្រូវបន្តគ្រប់គ្រងជាតិស្ករឲ្យនៅក្នុងកម្រិតធម្មតាឬក៏កម្រិតដែលគ្រូពេទ្យចង់បាននឹងដែរដោយសារតែការជាសះនៃរបួសគឺពឹងទៅលើជាតិស្ករនឹងឯងអញ្ចឹងប្រសិនបើជាតិស្ករឡើងខ្ពស់អញ្ចឹងការសះរបួសនឹងវាអត់សូវបានល្អដូចជាតិស្កររបស់គេធម្មតាទេហើយការឆ្លងរោគដូចគ្នាប្រសិនបើមានការឆ្លងរោគនៅក្នុងឈាមក្នុងរបួសណាមួយបើជាតិស្ករយើងឡើងខ្ពស់គឺអត់ងាយជាទេអញ្ចឹងការគ្រប់គ្រងជាតិស្ករគឺសំខាន់មែនតើឥឡូវសួរខ្ញុំថាតើយើងគួរបញ្ចុះជាតិស្ករដោយរបៀបណាការងារនេះមិនមែនជាការងារអ្នកជំងឺឬក៏បងប្អូនអ្នកជំងឺទេគឺជាការងារគ្រូពេទ្យសុទ្ធតែម្ដងដោយសារតែនៅក្នុងមន្ទីរពេទ្យគឺគេមានការចាក់អាំងសូលីនមួយប្រភេទដែលធ្វើឲ្យជាតិស្ករអាចចុះភ្លាមហើយការចាក់ហ្នឹងគឺគេគន់គូទៅតាមកម្រិតជាតិស្ករជាក់ស្ដែងរបស់បុគ្គលម្នាក់ហ្នឹងធៀបជាមួយនឹងគីឡូរបស់គាត់ហើយប្រភេទថ្នាំអាំងសូលីនបែបហ្នឹងមិនមែនអាំងសូលីនគាត់ចាក់នៅផ្ទះទេណាគឺប្រភេទអាំងសូលីនមួយទៀតដែលវាមានតួនាទីបញ្ចុះជាតិស្ករភ្លាមយ៉ាងយូរបំផុតសកម្មភាពរបស់វាគឺតែ2ម៉ោងទេអញ្ចឹងនៅក្នុងករណីដូចបងខាងលើសួរខ្ញុំអញ្ចឹងថាយើងចង់បញ្ចុះជាតិស្ករភ្លាមអញ្ចឹងគេអត់ប្រើថ្នាំគ្រាប់គេអត់ប្រើថ្នាំអាំងសូលីនដែលអ្នកជំងឺយកទៅចាក់នៅផ្ទះទេគឺគេមានថ្នាំចាក់មួយប្រភេទទៀតដែលជាប្រភេទអាំងសូលីនដូចគ្នាគ្រាន់តែសកម្មភាពរបស់វាគឺលឿនមែនទែនដល់អញ្ចឹងទៅគេគុនគូហើយគេចាក់ឲ្យប្រសិនបើជាតិស្ករនឹងចុះមកកម្រិតធម្មតាគេ maintain ត្រឹមប៉ុណ្ណឹងហើយគេអាចសេរីថ្នាំគ្រាប់ឬក៏ថ្នាំពពុះអាំងសូលីនដែលគាត់កំពុងតែចាក់ផ្ទាល់ខ្លួនហ្នឹងដើម្បីក្រងជាតិស្កររបស់គាត់រហូតទម្រាំទៅដល់ពេលវះហើយនឹងពេលវះហើយហ្នឹងគឺគេត្រូវមើលជាតិស្ករហ្នឹងឲ្យបានល្អមែនទែនព្រោះនេះគឺចម្លើយខ្ញុំគិតថាអត់សូវចំណេញដល់បងប្អូនទេប៉ុន្តែចំណេញដល់គ្រូពេទ្យដែលកំពុងព្យាបាលបើសិនបើមានសំណួរឬក៏ចម្ងល់អីទៀតអាច comment នៅក្នុងវីដេអូរបស់ខ្ញុំបានហើយបើចូលចិត្តវីដេអូខ្ញុំហើយកុំភ្លេចចែករំលែកឲ្យបងប្អូនផ្សេងទៀតមើលផងអរគុណច្រើនថ្ងៃក្រោយជួបគ្នាទៀតបាយបាយ